ខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់សត្វស្លាបមួយប្រភេទនេះច្បាស់ណាស់ចំណែកអាឈ្មោលនេះគឺថាក៏មិនធម្មតាដែរគឺថាលូងមញីរហូតតតែបានសម្រេចតែម្ដងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយដែលបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វជើងទៀនហើយអ្វីដែលខ្ញុំចម្លែកចិត្តនោះគឺខ្ញុំថតបានសត្វជើងទៀនមួយក្បាលដែលវាធ្លាក់ខ្លួនពិការទោះបីជាវាពិការភាពក៏ដោយក៏សត្វជើងទៀនមួយក្បាលនេះគឺវាតស៊ូរស់ដើម្បីចិញ្ចឹមជីវិតនិងចិញ្ចឹមកូនតូចៗរបស់វាដែលនៅចាំនៅឯសម្បុកហើយការពិការជើងរបស់សត្វជើងទៀននេះគឺមិនមែនបណ្ដាលមកពីការជាប់អន្ទាក់នោះទេភាគច្រើនគឺមកពីការប្រយុទ្ធគ្នាសត្វជើងទៀនជាទូទៅវាមានកម្ពស់ 37.5 សង់ទីម៉ែត្រពេញវ័យឈ្មោលមានខ្លួនពណ៌ខ្មៅសចំពុះតូចត្រង់វែងស្រួចជើងវែងពណ៌ក្រហមស្លាបខ្មៅបន្ទូលក្បាលនិងកផ្នែកខាងក្រោយពណ៌ប្រផេះពេលបន្តពូជឈ្មោលដងខ្លួនទាំងមូលពណ៌សស្លាបពណ៌ខ្មៅទីជម្រកនៅតាមជាយនៃតំបន់ដីសើមវាលស្រែអំបិលតំបន់ឆ្នេរសមុទ្រទន្លេធំៗតំបន់វាលស្រែរបាយវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែមិនិនាដល់ខែមេសាពងចំនួន1ទៅ2គ្រាប់សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ share អំពីវីដេអូសត្វស្លាបដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាគាត់បានស្គាល់អំពីសត្វស្លាបនៅក្នុងប្រទេសកម្ពុជារបស់ផងយើងសូមអរគុណសម្រាប់ការតាមដានទស្សនា